សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីអ្នកទាំងអស់គ្នាចូលចិត្តញ៉ាំនំខេកទេមិនថានំខេកឬក៏ Tiramisu អីចូលចិត្តទេបើខ្ញុំវិញគឺចូលចិត្តមែនតើ my favorite ហ្មងនៅក្នុងវីដេអូនេះគឺជារឿងក្តីឃាតកម្មដែលនារីវ័យក្មេងអាយុក្រោម20ឆ្នាំម្នាក់គឺគាត់បានបាត់បង់ជីវិតនៅពេលដែលគាត់បានញ៉ាំនំខេកមួយដុំនំខេកនេះមិនមែនគាត់ទិញញ៉ាំដោយខ្លួនឯងទេគឺត្រូវបានផ្ញើដោយមិត្តភ័ក្តិរបស់គាត់ម្នាក់ឬក៏យើងនិយាយថាគូប្រជែងក៏បានដែរកន្លែងនេះសូមនិយាយថាគូប្រជែងមកទៅអ្នកទាំងអស់គ្នាដោយសារតែមិត្តភ័ក្តិបើសិនជាមិត្តភ័ក្តិវាមានច្រើនណាមិត្តល្អអាក្រក់អញ្ចឹងណាតែបើសិនជាមិត្តភ័ក្តិល្អមួយយើងក៏គេមិនផ្ញើនំខេកធ្វើឲ្យយើងមានបញ្ហាចឹងណាអញ្ចឹងសូមហៅថាគូប្រជែងហ្មងទៅហើយនៅលើនំខេកហ្នឹងទៀតសោះក៏មានសរសេរពាក្យមួយម៉ាត់ផងដែរដែលមានន័យថាច្រណែនរឿងមួយនេះវាបានកើតឡើងនៅក្នុងប្រទេសប្រេស៊ីលហើយបន្ទាប់ពីធ្វើឲ្យមនុស្សមានបញ្ហាហើយប៉ូលីសប្រេស៊ីលក៏បានបើកការស៊ើបអង្កេតហើយទីបំផុតគេក៏បានរកឃើញម្ចាស់នំឬក៏អ្នកដែលផ្ញើនំទៅកាន់ជនរងគ្រោះដែលគាត់គឺជានារីដូចគ្នាហើយមានវ័យគឺសបាគ្នាទេអ្នកទាំងគ្នាគឺក្រោម20ឆ្នាំដូចគ្នាចឹងតែសូមអធិស្ឋានផងអ្នកទាំងគ្នាដោយសារតែគាត់ជាលក្ខណៈថានីតិជនណាសម្រាប់នៅក្នុងប្រទេសប្រេស៊ីលអញ្ចឹងចំពោះឈ្មោះវិញគឺត្រូវបានគេបិទបាំងមិនបញ្ចេញជាសាធារណៈទេបន្ទាប់ពីត្រូវបានប៉ូលីសគាត់ខ្លួននឹងសាកសួរហើយគូប្រជែងម្នាក់ក៏បានយកប្រងសារភាពថាខ្លួនពិតជាបានទិញនំខេកផ្ញើទៅកាន់ជនរងគ្រោះពិតប្រាកដមែនដែលជនរងគ្រោះហ្នឹងគឺមានឈ្មោះថាអាណាគូប្រជែងម្នាក់គាត់បានបន្តទៀតថាគាត់បានកំងទិញនំខេកតាម app ពីហាងនំខេកមួយកន្លែងបន្តមកទៀតគាត់ក៏បានរយឬហៅថាសារធាតុអាស៊ីនិកគឺរយទៅលើនំនឹងហើយក៏បានឲ្យ delivery ហ្នឹងគឺដឹកយកទៅឲ្យអាណាញ៉ាំគាត់ក៏បានបន្តទៀតថាគាត់គ្មានបំណងធ្វើអាណាមានបញ្ហាទេគោលបំណងធំរបស់គាត់គឺគ្រាន់តែចង់បំភ័យអាណាតែប៉ុណ្ណោះហើយមូលហេតុដែលគាត់ចង់បំភ័យអាណាគឺដោយសារតែគាត់មានចិត្តច្នៃអាណាដោយសារតែអាណាគឺជាក្មេងស្រីដែលស្រស់ស្អាតអញ្ចឹងណាឆ្លាតស្រស់ស្អាតអញ្ចឹងទៅអញ្ចឹងគាត់មានចិត្តច្នៃហើយពួកគេទាំងពីរនេះគឺស្គាល់គ្នាទេអ្នកទាំងនេះគាត់ថាស្គាល់គ្នាដិតដល់ក៏មិនដិតដល់គឺគេបានបញ្ជាក់ឡើងហ្នឹងទេគាត់ថាពួកគេទាំងពីរនេះគឺស្គាល់គ្នាតាមហេតុដំបូងដែលបណ្ដាឲ្យអាណាមានរឿងគឺវាអញ្ចឹងអ្នកទាំងគ្នាគឺនៅនឹងថ្ងៃទី24ត្រូវថ្ងៃសៅរ៍ខែ5ឆ្នាំ2025យើងហ្នឹងមុនមួយថ្ងៃដែលអាណាមានរឿងគឺគាត់បានត្រឡប់មកពីខាងក្រៅវិញមកដល់ផ្ទះវិញក៏បានឃើញនំខេកនៅលើតុអាណាក៏បានសួរថាតើនំខេកជារបស់អ្នកណាហើយអ្នកផ្ទះអាណាក៏នៅពេញហ្នឹងក៏បាននិយាយប្រាប់ថាគឺជារបស់ឯងហ្នឹងគឺគេផ្ញើមកឲ្យឯងហើយជាមួយនឹងกระดาษ note មក clear ដែលគេសរសេរលើហ្នឹងគេដាក់ថាចេះជូនចំពោះស្រីសាដែលខ្ញុំមិនធ្លាប់បានឃើញកាលពីមុនតតែសោះបន្តមកទៀតអាណាក៏បានញ៉ាំនំនឹងគឺញ៉ាំប្រហែលជាពាក់កណ្ដាលអ្នកទាំងគ្នាគឺគាត់បានគិតច្រើនទេដែលគាត់យល់ថាប្រហែលជាមិត្តភ័ក្តិរបស់គាត់ផ្ញើមកឲ្យគាត់ឲ្យមើលទៅបន្ទាប់ពីអាណាញ៉ាំបានប្រហែលជាខ្ទង់1ម៉ោងគឺនៅពេលហ្នឹងប្រហែលជាម៉ោង6ល្ងាចថ្ងៃសៅរ៍ដដែលអាណាចាប់ផ្ដើមមានអាការៈគឺពិបាកក្នុងខ្លួនតែម្ដងគឺគាត់អត់ត្រួតខ្លួនចាប់ផ្ដើមពួតចង្អោរអញ្ចឹងទៅក៏បានគ្រួសាររបស់គាត់បញ្ជូនទៅកាន់មន្ទីរពេទ្យពេលទៅដល់មន្ទីរពេទ្យខាងគ្រូពេទ្យក៏បានជួយសង្គ្រោះគាត់ដូចជាការលាងកាពះអញ្ចឹងទៅដោយគេគិតថាគឺជាការពុលអាហារអញ្ចឹងណាហើយនៅពេលដែលលាងហើយគឺគាត់មានអាការៈធម្មតាអ្នកតោះគ្នាគឺអាចនិយាយបានថាចូល3ល្ងាចថ្ងៃសៅរ៍ហ្នឹងហើយចេញទៅវិញគឺទៅផ្ទះវិញគឺយប់ថ្ងៃសៅរ៍ដដែលទេអត់មានដេកនៅមន្ទីរពេទ្យទេតមកទៀតលុះព្រឹកឡើងត្រូវថ្ងៃអាទិត្យអាណាចាប់ដើមមានអាការៈគឺពិបាកក្នុងខ្លួនគឺក្តៅខ្លួនខ្លាំងនិងក្អួតចង្អោរដដែលអញ្ចឹងទៅគ្រួសារក៏បានបញ្ជូនអាណាទៅកាន់មន្ទីរពេទ្យម្ដងទៀតស្ថានភាពរបស់អាណាគឺពិបាកខ្លាំងមែនទែនអាចនិយាយបានថាធ្ងន់ធ្ងរខ្លាំងមែនទែនទោះបីជាទទួលបានការលាងកាពះការពីល្ងាចការពីម្សិលមិញក៏ដោយប៉ុន្តែនៅពេលដែលបញ្ជូនតាមផ្លូវហ្នឹងអ្នកតោះគ្នាគឺគាត់ពិបាកខ្លាំងធ្វើទុកខ្លាំងមែនតើអញ្ចឹងទៅគ្រាន់តែទៅដល់មន្ទីរពេទ្យភ្លាមមិនទាន់បានរុញចូលដល់ក្នុងបន្ទប់ផងអាណាក៏បានកៀងបេះដូងស្លាប់តែម្ដងបន្ទាប់ពីអាណាមានរឿងហើយប៉ូលីសក៏បានបើកការស៊ើបអង្កេតទៅលើរឿងហ្នឹងហើយគេក៏បានឃាត់ខ្លួនគូប្រជែងរបស់អាណាម្នាក់ហ្នឹងចំពោះឈ្មោះដូចខ្ញុំបញ្ជាក់មុនអញ្ចឹងអ្នកតើគ្នាអធិស្ឋានផងគេមិនបានបញ្ចេញជាសាធារណៈទេបើមិនជាអាយុគឺគេបញ្ចេញមែនគឺអាយុឋានៈអាណាទេគូប្រជែងម្នាក់ក៏បានបន្តសារភាពថាអាណាមិនមែនជាមនុស្សទី1ទេដែលខ្លួនធ្វើអញ្ចឹងដែរអាណាគឺជាមនុស្សទី2ដែលលើកទី1ដែលខ្លួនបានធ្វើគឺបានកើតឡើងកាលពីថ្ងៃទី15ខែ5ឆ្នាំ2025ដដែលហើយខ្លួននៅពេលហ្នឹងគឺបានផ្ញើនំខេកទៅកាន់មិត្តភក្តិម្នាក់ទៀតហើយក៏បានលួចរយអាសារធាតុអាស៊ីនតិចទៅលើនំខេកហ្នឹងតមកទៀតក៏បានយកនំខេកទៅកាន់ដៃគូគាត់ប្រជែងម្នាក់ទៀតហើយនៅពេលដែលដៃគូប្រជែងម្នាក់ហ្នឹងញ៉ាំហើយដូចអាណាចឹងអ្នកទាំងគ្នាគឺ1ម៉ោង2ម៉ោងក្រោយគឺចាប់ផ្ដើមមានអាការៈគឺពិបាកខ្លាំងមែនតើគាត់ថាម្នាក់ហ្នឹងគឺគាត់សំណាងល្អអាយុថ្លៃគឺបានបាត់បង់ជីវិតទេគ្រាន់តែថាបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះមិនទាន់ធ្ងន់ធ្ងរតែប៉ុណ្្នឹងឯងប៉ូលីសក៏បានសួរបន្តទៀតថាតើអ្នកឯងទិញនំខេកពីណាមកហើយគាត់ក៏បានឆ្លើយថាគឺទិញតាម app online អញ្ចឹងដែលនៅពេលហ្នឹងគឺមានតម្លៃ$11កន្លះប៉ូលីសក៏បានចោទទៅដល់នំខេកឬក៏ហាងនំខេក online ហ្នឹងដើម្បីសាកសួរទៅកាន់ម្ចាស់ហាងកែឡូមានអ្នកជាប់ពាក់ព័ន្ធផ្សេងអញ្ចឹងទៀតណាហើយគេក៏បានបើកមើលកាមេរ៉ាសុវត្ថិភាពផងដែរថ្ងៃនេះពិតជាមានការទទួលកំងតាម online ហើយមាន delivery man មកយកពិតប្រាកដមែនអញ្ចឹងគេអាចបញ្ជាក់ឬក៏សន្និដ្ឋានបានថារឿងនេះអត់មានជាប់ពាក់ព័ន្ធនរណាផ្សេងទៀតទេក្រៅពីគូប្រជែងតែគាត់ម្នាក់នឹងឯងដែលជាអ្នកធ្វើរឿងនេះទាំងអស់ហើយបន្តមកទៀតប៉ូលីសក៏បានចាត់ការសំណុំរឿងគាត់បញ្ជូនទៅកាន់តុលាការទាំងនេះគឺជារឿងរ៉ាវដែលតាក់ទងនឹងក្មេងស្រីម្នាក់ដែលគាត់មានឈ្មោះអាណាត្រូវបានដៃគូប្រជែងមកគាត់គឺផ្ញើនំឲ្យញ៉ាំដែលបានលួចរយសារធាតុអាស៊ីនិកគឺពុលធ្វើឲ្យគាត់បាត់បង់ជីវិតនៅពេលនោះហើយវីដេអូនេះក៏បានមកដល់ទីបញ្ចប់ដែរអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូថ្មីក្រោយៗទៀតបាយបាយ